យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ដាច់ដោយឡែកចំនួន10គ្រឿងទៅលើប្រទេសលីបង់ទោះបីជាមានបទជប់បានជាមួយក្រុមហាម៉ាស់នាពេលថ្មីនេះដោយអ៊ីស្រាអែលងាកទៅរកក្រុមហេបឡោះនៅតាលីបង់វិញដោយកាលពីថ្ងៃទី11 តុលា 2025 កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសមុនពេលព្រលឹមស្រាងៗនៅភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកថ្ងៃសៅរ៍ដោយបានសម្លាប់ជនជាតិស៊ីរីម្នាក់និងរបួស7នាក់នេះបញ្យងតាមគេហទំព័រ India Express ដែលចុះផ្សាយកាលពីថ្ងៃទី11 តុលា 2025 ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានរកឃើញថាក្រុមហេបឡោះកំពុងរក្សាទុកគ្រឿងចាក់ធ្ងន់សម្រាប់ការកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាបដិខាគោលដៅបានរំលោភលើកិច្ចព្រមព្រៀងបទជប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថាយន្តហោះចម្បាំងរបស់អ៊ីស្រាអែលចំនួន10គ្រឿងបានសម្ដៅទៅលើកន្លែងឈូសឆាយនិងកន្លែងជីកាយដោយការវាយប្រហារនេះបានកាត់ផ្តាច់ផ្លូវ highway ដ៏សំខាន់មួយចំនួនដែលតភ្ជាប់ទីក្រុងទៅកាន់តំបន់ភាគខាងត្បូងការបំផ្លិចបំផ្លាញគឺធំធេងណាស់ដែលផ្លូវ Al-Amasala ត្រូវបានបិទជាបណ្ដោះអាសន្នដោយសារតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរលោកប្រធានាធិបតី Joseph Aoun បានរិះគន់យ៉ាងខ្លាំងក្លាអំពីពេលវេលានៃសកម្មភាពយោធារបស់អ៊ីស្រាអែលដោយបញ្ជាក់ថាភាពធ្ងន់ធ្ងរនៃការវាយប្រហារចុងក្រោយនេះគឺស្ថិតលើការពិតលោកបានចោទសួរទៀតថាតើអ៊ីស្រាអែលកំពុងពិចារណាផ្ដោតសំណងដល់តំបន់ហ្គាហ្សាឬនៅលីបង់វិញឬអត់បន្ទាប់ពីបទជប់បាញ់នៅហ្គាហ្សា